Bạn zoomជំរាបសួរបងប្អូនប្រិយមិត្តរៀនភាសាអង់គ្លេសទាំងអស់ជាបន្តគឺយើងសូមកែកិច្ចការសិស្សរបស់សិស្សបន្តបាទទី1គឺ I am at home ត្រឹមត្រូវ He is in Cambodia ត្រឹមត្រូវ She is in Phnom Penh ត្រឹមត្រូវ It is at school ត្រឹមត្រូវបាទជាទូទៅបើសម្រាប់ប្រយោគខាងក្រោមនៅទៀតហ្នឹងគឺសិស្សយើងគឺគាត់ធ្វើបានល្អច្រើនបាទគ្រាន់តែថាគាត់ខុសគាត់ខ្វះ article ដឹកបាទដូច្នេះបើសិនជាគាត់ថែមដឹកគឺគាត់ធ្វើល្អបានច្រើនបាទឧទាហរណ៍ដូចជាប្រយោគគេ we are in office អញ្ចឹងយើងកែទៅជា we are in the office you are in kitchen យើងមិនថែមដឹកគឺ you are in the kitchen they are in room យើងថែមដឹកទៅជា they are in the room និងប្រយោគទី1គឺ she is in hotel យើងបន្ថែមដឹកទៅជា she is in the hotel he is in town ត្រឹមត្រូវទី3 they are in dining room បានយើងបន្ថែមដឹកអញ្ចឹងយើងបដូរទៅជា they are in the dining room បាទទី4 it is in closet បាទដូច្នេះយើងដូរទៅជា it is in the closet បាទយើងបន្ថែមដឹកត្រង់នេះទី5 I am in bedroom យើងបន្ថែមដឹកទៅជា I am in the bedroom បាទទី6 you are at library យើងបន្ថែមដឹកដូច្នេះវាកែទៅជា you are at the library ទី7 we are in living room បាទយើងបន្ថែមដឹកដូច្នេះយើងកែប្រែទៅជា we are in the living room បាទទី8 they are in cinema យើងបន្ថែមដឹកទៅជា they are in the cinema ទី9 she is in bathroom យើងបន្ថែមដឹកទៅជា she is in the bathroom ទី10 he is in yard យើងបន្ថែមដឹកទៅជា he is in the yard ប្រយោគបន្ទាប់គឺ I am in Kratie province ត្រឹមត្រូវ it is in Japan ត្រឹមត្រូវនិង they are in the class ត្រឹមត្រូវបាទសូមអរគុណ